សុស្ដីម្នាក់ទស្សនានេះគឺជារឿងសំខាន់សេរីរៀបការក្នុងពេលថត live វីដេអូនៅក្នុង chapter ទី49ចូលមកសេរឿងដំបូងនៅពេលនេះជើងលីជាមួយនឹងលោកមន្ត្រីចាស់គឺបានស្កប់នៅនឹងកន្លែងនឹងមិនអាចធ្វើចលនាអ្វីបានឡើយហ្វាងនេះក៏បានហៅពួកគេទាំងពីរនាក់ដោយឆ្ងល់ផងដែរប៉ុន្តែពួកគេទាំងពីរនាក់មើលទៅដូចជាបានផ្អាកនៅពេលវេលារបស់ពួកគេទៅហើយនៅពេលនេះយន់ឡុងក៏បាននិយាយថាប្រកបណាស់សមត្ថភាពវិញ្ញាណរបស់ហ្វាងនេះគឺជាការផ្អាកពេលវេលាពិតជាគួរចាប់អារម្មណ៍មែនហ្វាងនេះក៏បាននិយាយទៅឆ្ងល់ថាសមត្ថភាពរបស់គាត់នឹងគឺជាការផ្អាកពេលវេលាហើយគាត់បានគិតថាតើគាត់បានផ្អាកពេលវេលារបស់អ្នកដទៃភ្លាមនោះហ្វាងនេះក៏បានហក់ចេញពីទីនោះចូលទៅវាប្រហារយន់ឡុងគាត់បានគិតថាបច្ចេកទេសទស្សនីយភាពពាន់ឆ្នាំរបស់គាត់អាចបង្កើនល្បឿនរបស់គាត់បានគាត់ក៏បានប្រមូលធម្មពលពណ៌មាសរបស់គាត់ចូលក្នុងកណ្ដាប់ដៃហើយក៏បានគិតថានេះគឺជាឱកាសរបស់គាត់ហើយប៉ុន្តែនៅពេលដែលវាប្រហារទៅកាន់យន់ឡុងក៏បានគិតផុតហើយគាត់ក៏បាននិយាយថាពិតជាល្ងងខ្លាំងមែនហើយនៅពេលនេះអ្វីមួយដែលបានធ្វើឲ្យហ្វាងនីងតក់ស្លុតក៏បានកើតឡើងដែលយន់ឡុងបានដកដាវមួយដើមចេញមកពីក្នុងបាតដៃរបស់គាត់ហើយនៅពេលនេះហ្វាងនេះក៏ទើបតែនឹកឃើញថាយន់ឡុងគឺមិនបានផ្អាកពេលវេលានោះទេគាត់ក៏បាននិយាយថាតើយន់ឡុងនឹងគឺមានសមត្ថភាពប្រើប្រាស់ពេលវេលាដែរមែនទេប៉ុន្តែមិនបានឆ្លើយតបយន់ឡុងក៏បានចាក់គាត់បដាទៅនៅពេលដែលជើងលីបានឃើញហ្វាងនេះរងការវាយប្រហារបែបនេះនាងគឺពិតជាបារម្ភពីគាត់យ៉ាងខ្លាំងដូចគ្នាជាមួយនឹងចាងធានតាវដែរហ្វាងនេះដែលកំពុងតែត្រូវរបួសយ៉ាងធ្ងន់នេះក៏បានគិតថានៅពេលនេះវាជាទីបញ្ចប់ហើយគាត់កំពុងតែគិតទៅដល់ជើងលីនិងគ្រប់អនុស្សាវរីយ៍ដែលបានធ្វើជាមួយគ្នានៅពេលនេះបំណែកនៃការចងចាំទាំងឡាយក៏បានប្រែបែកទៅជាបំណែកតូចៗគាត់ប្រៀបដូចជាវិញ្ញាណតើមួយកំពុងតែលេចលង់ចូលទៅក្នុងវាលផ្កាយនិងឮសំឡេងដាស់គាត់ល្វើយៗផងដែរបន្ទាប់មកវិញ្ញាណរបស់គាត់ក៏បានធ្លាក់ចូលមកក្នុងពិភពលោកមួយទៀតក្មេងស្រីនៅឈុតពណ៌ខៀវនឹងក៏បាននិយាយថាហេតុអីបានជាលោកម្ចាស់តូចនឹងមិនទាន់ភ្ជាប់ទៀតអញ្ចឹងវិញ្ញាណរបស់ Fanning ក៏បានចូលទៅក្នុងរាងកាយរបស់មនុស្សម្នាក់ទៀតដែលមានរូបរាងដូច Fanning បែបបិទក្មេងស្រីនៅក្នុងឈុតផ្កាឈូកនឹងក៏បាននិយាយថាមែនហើយដោយសារតែមានមូលហេតុខ្លះហ្នឹងនាងក៏បានគេងលក់យ៉ាងស្រួលដែរនៅថ្ងៃនេះហើយនៅពេលនេះ Fanny ក៏បានភ្ជាប់ឡើងមនុស្សដែលមានរូបរាងដូច Fanny នេះបាននិយាយថាមានរឿងអីទៅ Van យើងវិញ្ញាណ Fanny ដែលទើបទៅចូលមកនោះក៏បានគិតថាមិនបានជាគាត់មិនអាចកម្រើកបានតើគាត់កំពុងតែនៅក្នុងខ្លួនរបស់អ្នកដទៃក្មេងស្រីឈុតខៀវនេះក៏បាននិយាយថាលោកម្ចាស់តូចភ្ជាប់ហើយក្មេងស្រីឈុតខំនេះក៏បាននិយាយថាលោកម្ចាស់ធំនឹងប្រាប់ឲ្យពួកគេញ៉ាំមកដល់លោកម្ចាស់តូចម្នាក់នេះឲ្យទៅជួបគាត់នៅឯសាលធំលោកម្ចាស់តូចម្នាក់នេះក៏បាននិយាយថាតើតាចាស់នោះចង់បានអីពីគាត់ទាំងព្រឹកបែបនេះបន្ទាប់មកអ្នកបម្រើក៏ចាប់ផ្ដើមរៀបចំសម្លៀកបំពាក់ឲ្យគាត់ក្មេងស្រីឈុតខៀវក៏បាននិយាយថាលោកម្ចាស់តូចថ្ងៃស្អែកគឺជាថ្ងៃរៀបការរបស់លោកជាមួយនឹងព្រះនាងជើងលីហើយលោកម្ចាស់គួរតែយកចិត្តទុកដាក់ចំពោះរឿងនេះវិញ្ញាណរបស់ Fanning ដែលនៅក្នុងខ្លួនរបស់លោកម្ចាស់តូចម្នាក់នេះក៏បាននិយាយថាតើលោកម្ចាស់តូចម្នាក់នេះគាត់ជានរណាទៅដែលមានរូបរាងដូចជាគាត់ចឹងនោះហើយថែមទាំងស្គាល់លីរបស់គាត់ទៀតតើអាចថាគាត់កំពុងតែធ្លាក់ចូលទៅក្នុងការចងចាំរបស់មនុស្សម្នាក់ទៀតនៅក្នុងពេល1000ឆ្នាំមុនណាហើយតាចាស់ម្នាក់នេះគឺជាឪពុករបស់លោកម្ចាស់តូចដែលមានរូបរាងដូច Fanning នោះលោកម្ចាស់តូចនោះក៏បានមកដល់ហើយនិយាយថាសួស្ដីពុកហើយគាត់ក៏បានអង្គុយចុះតាមរបៀបរបស់គាត់ Fanning ដែលនៅក្នុងខ្លួនរបស់គាត់នឹងក៏បាននិយាយថាមិនបានជាលោកម្ចាស់តូចនឹងអង្គុយដូចជាគាត់អញ្ចឹងតាចាស់នឹងបាននិយាយថា Fanning មើលទង្វើដែលឯងធ្វើទៅមើលតែឯងដូចជាមិនខ្វល់ខ្វាយអីសោះហើយនឹងរៀបការជាមួយនឹងព្រះនាងជើងលីនៅថ្ងៃស្អែកនេះហើយមិនក៏នៅធ្វើកັບកិរិយាមិនសមរម្យចឹងទៀតនេះ Fanning បន្ទាប់ពីញ៉ាំនំផឹកតែក៏បាននិយាយថាហេតុអីចាំបាច់តឹងរឹងខ្លាំងម្ល៉េះលីហើយនឹងគាត់បានធ្វើជាសង្សារនឹងគ្នាតាំងពីវ័យក្មេងម្ល៉េះពួកគេស្រឡាញ់គ្នាយ៉ាងខ្លាំងចំពោះពិធីនេះគឺគ្រាន់តែជាពិធីទេតាចាស់នឹងក៏រៀងខឹងបន្តិចដែរហើយក៏បាននិយាយថាគាត់ដែលជាឪពុករបស់ Fanning នឹងធ្លាប់ធ្វើជាមេតបដ៏អស្ចារ្យនៃរាជវង្សនេះហើយ Fanning គឺជាអ្នកស្នងតំណែងតែមួយគត់របស់គាត់ចំណែកជើងលីគឺជាព្រះនាងតែមួយអង្គគត់នៅក្នុងរាជវង្សនេះនិងតំណាងឲ្យរាជវង្សនេះផងដែរហើយថ្ងៃស្អែកនឹងគឺជាថ្ងៃដែលមន្ត្រីជាមួយនឹងអិសរាជជនជាច្រើនមកទស្សនាពិធីបើ Fanning នៅសម្ដែងមិនសមរម្យបែបនេះតើគាត់ហើយនឹងអាណាចក្រជាងទាំងមូលយកមកមកទៅទុកឯណា Fanning បាននិយាយថាឥឡូវនេះពុកនិយាយល្អចាំម្ល៉េះតើវាមិនមែនដោយសារតែប្រយោជន៍ផ្ទាល់ខ្លួនទេកុំភ័យអីគាត់នឹងមិនធ្វើឲ្យពុករបស់គាត់នឹងបាក់មុខទេពុករបស់គាត់បាននិយាយថាថ្មីនេះនៅក្នុងរាជធានីមើលទៅដូចជាស្ងប់ស្ងាត់ល្អខ្លាំងណាស់ហើយមន្ត្រីខ្លះគឺកំពុងតែរៀបចំធ្វើសកម្មភាពហើយចំណែកនៅខាងក្រៅវិញវាមានរ៉នសាងកំពុងលាក់ខ្លួននៅក្នុងទីងងឹតនិងបង្កបញ្ហាឥតឈប់ឈរព្រះអង្គគឺពិតជាប្រួយប្រទេសយ៉ាងខ្លាំងហើយឯងក៏មិនគួរមើលស្រាលស្ថានភាពនោះដែរ Fanning ម្នាក់នេះក៏បាននិយាយថាគ្រាន់តែជាពួកកំ pl មួយក្រុមប៉ុណ្ណោះនៅពេលអាណាចក្រជាងមាននៅពុករបស់គាត់ដែលជាអ្នកការពារហើយនោះវាមិនអាចធ្លាក់ចូលទៅក្នុងភាពចលាចលបានឡើយវិញ្ញាណរបស់ Fanning នៅក្នុងខ្លួនរបស់លោកម្ចាស់តូចនឹងក៏បាននិយាយថាយន់សាងទៀតហើយតើយន់សាងមានតាំងពី1000ឆ្នាំមុនណាលោកមេតបចាស់ម្នាក់នេះក៏បាននិយាយថាចុះបើសិនជាគាត់ស្លាប់វិញនោះហើយលោកម្ចាស់តូចដែលជា Fanning នឹងក៏បាននិយាយថាវាមិនអាចទៅរួចទេពួកគាត់នឹងគឺជាអ្នកដែលជំនាញក្បាច់គុនហើយក៏មានសុខភាពល្អផងដែរមេតបចាស់បាននិយាយថាកាលពីប្រហែលថ្ងៃមុនស្លាកព្រលឹងរបស់ជីតា Fanning នៅសុកក៏ត្រូវបានប្រែបែកហើយពេលដែលគាត់គេងនោះគឺតែងតែភ្ញាក់ឡើងនៅពេលយប់
ពួកគាត់មាននៅធម្មពលខាងវិញ្ញាណដូច្នេះហើយក៏ប្រហែលជាមាននៅពុទ្ធហេតុបង្ហាញពីវិបត្តិមួយចំនួនដែលនឹងកើតឡើងហើយគាត់បានស្មានថាប្រហែលជាមានរឿងមិននឹកស្មានដល់មួយបានកើតឡើងនៅក្នុងពិធីរៀបការរបស់ហ្វាងនីងនិងចឹងលីនៅថ្ងៃស្អែកនេះលោកម្ចាស់តូចហ្វាងនីងបាននិយាយថាពុករបស់គាត់នឹងប្រហែលជាគិតច្រើនពេកទៅដឹងលោកមេតបចាស់ក៏បាននិយាយថាប៉ុន្តែគាត់បានរៀបចំទុកជាមុនហើយគាត់នឹងធ្វើឲ្យអ្នកបង្កបញ្ហានោះសោកស្ដាយហើយឲ្យហ្វាងនីងផ្ដោតទៅលើការរៀបការទៅនិងរៀបចំសិលធម៌ឲ្យបានល្អផងលោកម្ចាស់តូចហ្វាងនីងនឹងក៏បានងើបឡើងហើយក៏បាននិយាយថាគាត់ដឹងហើយនៅពេលដែលគ្មានអ្វីធ្វើនោះគាត់នឹងទៅសម្រាប់វិញហើយនៅពេលដែលគាត់ដើរទៅគាត់ក៏បានងាកមកនិងបាននិយាយថាអ្នកណាក៏ដោយដែលហ៊ានធ្វើបាបលីអឺរបស់គាត់និងមនុស្សនៅក្នុងគ្រួសាររបស់គាត់នឹងត្រូវទទួលទោសយ៉ាងធ្ងន់ធ្ងរនេះគឺជាពាក្យសម្បត្តិរបស់គាត់លោកមេតបចាស់ក៏បានសាយឲ្យក៏បាននិយាយថានឹងទើបសមជាកូនប្រុសរបស់គាត់សង្ឃឹមថាហ្វាងនីងអាចធ្វើនៅអ្វីដែលហ្វាងនីងបាននិយាយនោះបានចោះនៅថ្ងៃស្អែកឡើងពិធីរៀបការរបស់ហ្វានីងក៏បានចាប់ផ្ដើមហើយនៅពេលនេះហ្វានីងកំពុងតែត្រូវបានដង្ហែទៅកាន់កន្លែងរបស់ឆាងលីនៅបម្រើស្រីរបស់ហ្វានីងបាននិយាយថាលោកម្ចាស់ពួកយើងបានមកដល់ហើយហ្វានីងក៏បានចុះមកជាមួយនឹងឈុតរៀបការរបស់គាត់នៅពេលដែលហ្វានីងបានដើរទៅនោះវិញ្ញាណរបស់ហ្វានីងដែលនៅក្នុងខ្លួនរបស់គាត់ក៏បាននិយាយថានេះគឺជាទស្សនវិជ្ជានៅក្នុងការចងចាំរបស់ចឹងលីហើយទីនេះនឹងមានភ្លើងឆេះនៅពេលនោះក៏មានសម្លេងអ្នកបម្រើម្នាក់ក៏បានហៅព្រះនាងហើយទ្វារបន្ទប់នេះក៏បានបើកចឹងលីក៏បានដើរចេញមកហើយក៏បាននិយាយថាសៀងកុងអ្នកបម្រើស្រីនោះនឹងក៏បាននិយាយថាអ្នកទាំងពីរមិនទាន់បានរៀបការនៅឡើយទេមិនក៏បានហៅគេថាប្តីទៅហើយអញ្ចឹងអ្នកបម្រើស្រីនេះក៏បានខាត់ថាព្រះនាងមិនអាចធ្វើអញ្ចឹងបានទេប៉ុន្តែអ្នកបម្រើស្រីនេះមិនទាន់បាននិយាយចប់ផងចឹងលីក៏បានហត់ទៅហើយនាងក៏បានហៅហ្វាំងនីងថាសៀងកុងហើយសៀងកុងនឹងមានន័យថាប្តីនឹងឯងហើយមើលទៅពួកគេដូចជាស្រឡាញ់គ្នាខ្លាំងណាស់ហ្វាំងនីងក៏បានងើក្បាលរបស់នាងហើយក៏បាននិយាយថាក្មេងល្ងងចាំរៀបការរួចហើយចាំហៅគាត់ថាសៀងកុងទៅចឹងលីបាននិយាយថាមិនមែនថ្ងៃនេះជាថ្ងៃដែលពួកគេនឹងរៀបការទេអីចឹងហើយចាំបាច់ត្រូវខ្វល់អីទៀតទៅអ្នកបម្រើស្រីនេះក៏បាននិយាយថាព្រះនាងខ្ញុំបានប្រាប់ច្រើនដងហើយថាកុំតន់ចេញមកត្រូវរងចាំឲ្យលោកចាស់ហ្វាងនីងចូលទៅខាងក្នុងហើយរៀបការជាមួយនឹងទ្រង់សិនទៅជើងលីបាននិយាយថាមានអីខុសគ្នាទៅកូនកំឡោះបានមកដល់នៅមាត់ទ្វារហើយហេតុអីចាំបាច់ត្រូវរារាំងទៀតទៅប៉ុន្តែនៅពេលនោះភ្លាមក៏មាននៅធម្មពលមួយក៏បានផ្ទុះឡើងចេញមកពីក្រោយខ្នងរបស់ពួកគេដែលធ្វើឲ្យហ្វាងនីងហើយនឹងជើងលីក៏មានការភ្ញាក់ផ្អើលផងដែរវិញ្ញាណរបស់ហ្វាងនីងក៏បាននិយាយថាអីគេតើនៅកាលពី1000ឆ្នាំមុននឹងមានគ្រាប់បែកនុយក្លេអ៊ែរដែរប៉ុន្តែនេះមិនមែនជាគ្រាប់បែកនុយក្លេអ៊ែរនោះទេវាគឺជាធម្មពលរបស់មេតបម្នាក់ដែលជារាងកាយវិញ្ញាណរបស់គាត់ប៉ុណ្ណោះហើយរាងកាយវិញ្ញាណរបស់គាត់នេះគឺពិតជាធំយ៉ាងខ្លាំងរាងកាយវិញ្ញាណនេះក៏បាននិយាយថាអាក្មេងប្រុសល្អិតមកពីយន់សាងបែរជាហ៊ានមកវាយប្រហារនៅក្នុងអាណាចក្រជាងរបស់គាត់ផងលោកម្ចាស់តូចហ្វាននេះក៏បាននិយាយថានឹងគឺជាសកម្មភាពរបស់ពួកគាត់រាងកាយវិញ្ញាណដែលកំពុងតែលើកដៃវាយប្រហារទៅកាន់មនុស្សម្នាក់ទៀតក៏បាននិយាយថាប្រគល់ជីវិតរបស់ឯងមកហើយក៏បានវាយប្រហារមេដៃចេញទៅដែលបានធ្វើឲ្យទីកន្លែងនោះខ្ទេចខ្ទីដូចខ្ទឹមអញ្ចឹងចំហាយធម្មពលរបស់គាត់គឺបានសាយភាយមកដល់កន្លែងរបស់ហ្វាងនីងក៏បានទាញដៃចេញមកមិនល្អទេហើយក៏បានរៀបរៀងនៅធម្មពលដែលកំពុងតែវាយប្រហារចូលមករកពួកគេដើម្បីការពារមនុស្សនៅពីក្រោយខ្នងរបស់គាត់លោកម្ចាស់តូចហ្វាននេះក៏បាននិយាយថាឧបករណ៍ឃ្លាំមើលរបស់គាត់គឺមិនដំណើរការទេដែលបានធ្វើឲ្យមនុស្សមកពីយន់សាងនឹងលួចចូលមកបានឬក៏មានជនបង្កប់នៅក្នុងអាណាចក្រជាងបើពិតជាមានជនបង្កប់នៅក្នុងអាណាចក្រជាងមែនគម្រោងការរបស់ពួកគាត់នឹងត្រូវបានគេដឹងអស់ហើយនៅពេលនេះពុករបស់គាត់គឺកំពុងតែធ្លាក់ចូលទៅក្នុងគ្រោះថ្នាក់លោកម្ចាស់តូចហ្វាននេះម្នាក់នេះក៏បានសម្លឹងមើលទៅកាន់ជើងលីតែកំពុងតែមានភាពតក់ស្លុតប៉ុន្តែគាត់មិនហ៊ានបែរមកមើលជើងលីពេញមុខនោះទេគាត់ក៏បានប្រាប់ឲ្យជើងលីនៅទីនេះហើយរងចាំគាត់ត្រឡប់មកវិញហើយជើងលីក៏នៅតែហៅគាត់ថាសៀងកងនឹងឯងហ្វានីងដែលកំពុងតែហត់ទៅក៏បាននិយាយថាលីអឺចាំគាត់ត្រឡប់មករៀបការជាមួយនឹងនាងវិញហើយគាត់ក៏បានហោះចេញទៅជើងលីក៏បានស្រែកពីក្រោយថាកុំទៅហើយទស្សនវិជ្ជាទាំងអស់នេះក៏បានបង្ហាញម្ដងហើយនៅក្នុងការចងចាំរបស់ជើងលីមិនដឹងថាមាននរណាខ្លះនៅចាំទេហើយហ្វានីងក៏បានហោះសម្រុកចូលទៅកន្លែងដែលពុករបស់គាត់កំពុងតែប្រយុទ្ធគ្នាប៉ុន្តែនៅពេលនេះឪពុករបស់គាត់គឺត្រូវរបួសយ៉ាងធ្ងន់ហើយយន់ឡុងកំពុងតែចាប់លើគាត់ឡើងហ្វានីងក៏បានមកដល់ហើយបានស្រែកហៅពុករបស់គាត់ដោយក្តីបារម្ភបរិសសក់ខំដែលជាយន់ឡុងនឹងក៏បានបែរមកមើលគាត់ដែលនៅពេលនេះវាធ្វើឲ្យហ្វានីងភ្ញាក់ឡើងដូចជាខ្មោច7ថ្ងៃអញ្ចឹងចំណែកឯរាងកាយរបស់ហ្វានីងនៅក្នុងពេលបច្ចុប្បន្ននេះក៏មាននៅចំហាយធម្មពលពណ៌ខ្មៅដូចជាបិសាចនឹងស្រោបបំដប់ពាក់កណ្ដាលខ្លួនរបស់គាត់យន់ឡុងក្នុងពេលបច្ចុប្បន្នក៏បានយល់ថាខាន់ជួបឯងយូរហើយមកដល់ត្រឹមនេះសាច់រឿងនៅក្នុង chapter ទី49ក៏សូមស្លេះត្រឹមប៉ុណ្ណេះសិនសូមកុំភ្លេចជួយចុច like subscribe និង comment រូបបណ្ដងឲ្យ admin ម្នាក់មួយផង